ការផ្លាស់ប្ដូរអត្រាពន្ធឬក៏កម្រិតដែលត្រូវបង់ពន្ធអញ្ចឹងយើងចូលទៅក្នុង setting ចូលទៅក្នុង tax នេះជារូបមន្តឬក៏ជាអត្រាមួយដែលត្រូវកំណត់ពីនាយកដ្ឋានពន្ធដារយើងអាចផ្លាស់ប្ដូរបាននៅពេលដែលផ្លាស់នាយកដ្ឋានពន្ធដារឬការផ្លាស់ប្ដូរឧទាហរណ៍ថា rate យើងផ្លាស់ប្ដូរ deduction ទៅជា 45,000 ទៅយើងអាច 45,000 ហើយជា sale ប៉ុន្តែខ្ញុំធ្វើការមកវិញដើម្បីកុំឲ្យខុសពន្ធដារឬក៏យើងបង្កើតនៅ rate មួយថ្មីទៀតដែលពន្ធដារគេចេញមក rate 25% ឧទាហរណ៍អញ្ចឹងពីទឹកប្រាក់125លានហើយ1រហូតដល់500លាន1 2 3 4 5 6អញ្ចឹងខ្ញុំឲ្យ 25% ដកគឺដកពី2លាន5សែន